scan ទូទាត់តាម AC Super App របស់ខ្មែរយើងស្រួលណាស់អត់ងាយច្រឡំលុយរៀលឬដុល្លារទេវាបងមិនទៅណា ចាបងចាំតិចខ្ញុំសុំ check មើលសិន ឃើញចូលនៅបង ចាបងឃើញហើយគ្រាន់តែខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ខ្លាចបងច្រឡំប្រាក់រៀលនិងប្រាក់ដុល្លារហ្នឹងណាគីឡូអស់$100បងច្រឡំបាញ់មក$100រៀលឬមួយក៏អស់តែ$100រៀលបងច្រឡំមកបាញ់$100អញ្ចឹងខ្ញុំមិនចំណេញងាប់ទេអរគុណច្រើនបងទទួលបានបងអរគុណដើម្បីកុំឲ្យមានការច្រឡំពេល scan ទូទាត់ប្រាក់សូមពិនិត្យមើលរូបិយប័ណ្ណជាមុនសិនមុនពេលទូទាត់អ្នកលក់ក៏ពិនិត្យអ្នកទិញក៏ពិនិត្យពីព្រោះរាល់ពេល scan ទូទាត់អធនាគារខ្មែរនេះត្រូវបានលើកបង្ហាញឲ្យអតិថិជនជ្រើសរើសរូបិយប័ណ្ណជាមុនសិនមុនពេល scan ទូទាត់ប្រាក់រៀលឬដុល្លារ KXQR ថ្មីដែលមាននិមិត្តសញ្ញាបាល់កងនៅចំកណ្ដាលធ្វើឲ្យអ្នកទិញ scan ទូទាត់ប្រាក់រៀលនិងដុល្លារបានយ៉ាងងាយស្រួលការចូលរួមប្រើប្រាស់ប្រាក់រៀលដែលជារូបិយប័ណ្ណជាតិឲ្យទូលំទូលាយគឺជាការចូលរួមលើកកម្ពស់អត្តសញ្ញាណនិងអធិបតេយ្យជាតិយើង។